บาอันน่ะบองไปในห้องตังไปไม่เคลียงไปเจ้าไปจังตื้อให้จิวแซ่เรื่องอนามัยตกตัดในน้องคือเกาะชะลอเนี้ยบอกถ้ายังนึกที่มาภูมิทัศน์ในក្នុងភូមិរងចាំតែភូមិរងចាំនេះទីពិតពីមុនមកយើងមិនទាន់មានឈ្មោះនេះទេនៅពេលក្រោយពេលដែលកន្លងមកថ្មីនេះចូលលោកអញ្ជើញមកដល់ទីនេះផ្ទាល់ហើយលោកក៏បានប្រសិទ្ធនាមដាក់ឈ្មោះនេះថាជាភូមិរងចាំតែម្ដងកន្លងមកក្នុងនាមក្រុមការងារក៏ដូចជាអាជ្ញាធរខេត្តបានដោះស្រាយគាត់រស់នៅក្នុងដោយនៅតាមវត្តអារាមហើយរស់នៅដោយតង់ហើយមានការជួយឧបត្ថម្ភពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយពីប្រមុខរដ្ឋាភិបាលឬសម្ដេចមហាបតដីហ៊ុនម៉ាណែតហើយដែលគិតដោយសារឃើញបងប្អូនរស់នៅមានការលំបាកដោយសាររស់នៅក្នុងតង់វាទី1ក្តៅទី2ពេលដែលភ្លៀងមកមានបញ្ហាប្រឈមអញ្ចឹងទៅបានសម្ដេចអធិបតីបានបង្កើតក្រុមការងារផ្ដល់អនុសាសន៍ឲ្យរៀបចំដីសម្រាប់ផ្ដល់ដីជូនពួកគាត់ហើយនឹងរៀបចំសាងសង់ផ្ទះក៏បង្កើតជាក្រុមការងារចំពោះកិច្ចមួយដែលមានក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអ្នកសម្របសម្រួលហើយមានអាជ្ញាធរខេត្តយើងអ្នកសម្របសម្រួលនៅទីនេះដោយមានក្រុមការងារដែលមានទី1គឺក្រុមការងារកងវិស្វកម្មរបស់សម្ដេចតេជោនៅសៀមរាបដែលដឹកនាំដោយអាដាមសេនីយ៍ ខេង សំរិទ្ធដែលរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរៀបចំសាលារៀនសាងសង់សាលារៀនឲ្យបងប្អូនកូនសិស្សនិស្សិតដែលភាសឹកមករស់នៅកន្លែងនេះអាចមានលទ្ធភាពចូលសិក្សាសាងសង់មណ្ឌលសុខភាពហើយយើងកំពុងតែសាលារៀនយើងបានសាងសង់ហើយយើងកំពុងតែសាងសង់ពីផ្លូវការអគារបេតុងតែម្ដងបន្ថែមទៀតហើយក្រៅពីនោះការទទួលខុសត្រូវរៀបចំសាងសង់ផ្ទះគឺក្រុមការងារសមាគមបន្តិតយុទ្ធជនដែលដឹកនាំដោយអាដាមទេសរដ្ឋមន្ត្រីគុណគីមតែម្ដងគាត់បានរៀបចំនៅភូមិរងចាំនេះអាដាមរដ្ឋមន្ត្រីអាដាមដិតទីណាក៏បានបង្កើតកម្មវិធីមួយដើម្បីលើកសម្ព័ន្ធភាពក្នុងភូមិក៏ដូចលើកសម្ព័ន្ធភាពទៅតាមផ្ទះមួយបានន័យថាគាត់ឲ្យមានការប្រកួតប្រជែងរៀបចំផ្ទះស្អាតភូមិស្អាតសម្រាប់បងប្អូនជីវរដ្ឋភាសឹកទាំង6ភូមិនេះខ្ញុំឃើញស្ថានភាពរបស់ពួកគាត់មិនមែនអង្គុយតែរងចាំការជួយពីរាជរដ្ឋាភិបាលពីខេត្តទេខ្ញុំឃើញថាពួកគាត់ពេលដែលចាប់ផ្ដើមបានទទួលផ្ទះភ្លាមគាត់ចាប់ផ្ដើមអភិវឌ្ឍផ្ទះសម្បែងគាត់បានរៀបកែលម្អជួសជុលបន្ថែមឬក៏ធ្វើបន្ទប់ឬក៏ធ្វើអីបានន័យថាអ្នកដែលធ្លាប់លក់ដូរប្រកបរបរទទួលទានអីពីមុនគាត់នៅភូមិគាត់ចាប់ផ្ដើមបើកអានឹងលក់វិញអ្នកទូរស័ព្ទក៏ទូរស័ព្ទអ្នកចាប់ហួយអ្នកលក់កាទៀវអ្នកកាហ្វេបាទនេះចង់ជម្រាបជូនពីអ្វីដែលជាការគូបានគាត់អត់រងចាំទេអត់ធ្វើអីទាំងអស់រងចាំតែទទួលអំណោយទេអានេះចង់បញ្ជាក់ជូនបាននេះគាត់ខិតខំប្រឹងប្រែងឯងដើម្បីរកបង្កើនប្រភពចំណូលទៀតសម្រាប់ជីវភាពពួកគាត់បាទនេះជារឿងដែលសំខាន់ខ្ញុំឃើញទឹកចិត្តបងប្អូនយើងមែនតើដែលជាការមួយល្អមិនទោះបីជាបាក់ទឹកចិត្តមិនយើងក៏ត្រូវតែលើកកម្លាំងចិត្តខ្លួនឯងណាឲ្យខំតស៊ូទៀតថាបើសិនជាយើងអត់ស៊ូទេយើងរស់នៅអត់បានទៀតទេដោយសារតែយើងបាត់បង់ហើយយើងមានតែខំប្រឹងស្ដារជីវភាពយើងមកវិញហើយយើងអត់ដីអស់ផ្ទះអស់មុខរបរទៀតមុខរបរខ្ញុំនៅនោះយើងលក់ដាច់បានមកសងគួរដែរយើងគិតថាថ្ងៃមុខទៅម៉ែពុកគាត់ដូចថានៅមួយតាយាយអីចឹងទៅបានចិញ្ចឹមកូនចិញ្ចឹមចៅអីតែដល់ពេលបាត់បង់ចឹងអស់ទៅក៏អត់ដឹងធ្វើមិនមានតែខំប្រឹងស្ដារមកវិញចា៎សម្រាប់ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាមិនត្រូវបាក់ទឹកចិត្តទេត្រូវតែរៀនរស់ក្នុងគ្រាលំបាកនេះដោយជ្រើសរើសភាពរីករាយដើម្បីធម្មពលផ្លូវចិត្តយើងអញ្ចឹងណាហើយសំខាន់គឺផ្ទះស្អាតភូមិឋានស្អាតអនាម័យខ្ពស់គឺធ្វើជីវិតយើងនឹងស្រស់ស្រាយហើយអត់មានជំងឺមកបៀតបៀនបានអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូននៅក្នុងភូមិរងចាំទាំងអស់គ្នានឹងខ
ខំប្រឹងរៀបចំផ្ទះសម្បែងឲ្យស្អាតពួកអីលើគេថាមានប្រកួតប្រជែងទៀតចឹងណាប៉ុន្តែខ្ញុំអត់ផ្ដោតលើប្រកួតប្រជែងទេប៉ុន្តែបើបងប្អូនគាត់មានលទ្ធភាពប្រកួតប្រជែងគាត់អាចបានផ្ទះខ្លួនឯងស្អាតហើយបើមិនជាប់ទេក៏បានផ្ទះខ្លួនឯងស្អាតដែរយើងរស់នៅជាមួយនឹងធម្មជាតិកូនការស្វែងរឿងលហុងហើយនឹងការអីនោះអីស្ដាយគួរតែយើងជួយយើងទៅពេលទៅបើខាងគឺអីទៅហើយអីតាមមកចាយើងទៅឈ្មោះទៅគេដាក់ក្រូបដាក់អីទៅអត់មែនទេគេយើងទៅពេលខែអត់ទៅប្រោហើយម៉ែធ្លាប់មានប្រវត្តិលើសសម្ពាធឈាមនេះវាមានហើយមានបំណុលផ្អែមនាងបាននៅចិត្តពេទ្យឈឺអីក៏មកដល់ពេទ្យគ្រាន់សบายចាតាមអញ្ចឹងអាពណ៌សនេះកូនហើយម៉ែឧស្សាហ៍ព្រឹក24ម៉ោងមិនថាថ្ងៃអាទិត្យថ្ងៃសៅរ៍អាទិត្យអីគាត់មានគាត់ប្រចាំរហូតចាមកស្មានណាក៏បានមិនថាយប់ប្រលប់អីទេមកដាស់ហើយបើខ្ញុំគិតថាដែលយើងមករស់នៅជាសិស្សនៅនេះដែលការរៀបចំរបស់គេទៅតាមបានវាមិនមានរយៈពេលវែងតែការធ្វើរបស់គាត់លឿនបាទគឺជាការអនុវត្តជាសម្ដែងជាការរៀបចំបាទផ្សេងៗដូចជាការយកទឹកចិត្តសម្រាប់របស់គាត់គឺគាត់ចាប់ផ្ដើមមានអារម្មណ៍មួយថាភាពបាក់ចិត្តគាត់ភាព stress គាត់អាចយកទៅសម្បែទៅជាការរៀបចំបាទដំណើរជីវិតរបស់គាត់បន្តទៀតក្នុងមួយគ្រួសារសហគមន៍ទទួលបាន100ក្បាលបាទនេះគឺមន់ស្រែដើម្បីជូនបងប្អូនភាសាយើងក្រសួងកសិកម្មដែលគាត់បានផ្ដល់ដូចជាពូជមន់ឲ្យសហគមន៍យើងបានចិញ្ចឹមនេះក៏ខ្ញុំមើលថាវាជាការងារមួយដែលឲ្យគាត់បាត់ stress ដែរតែពេលខ្លះគិតច្រើនទៅស្បះចំណីមន់ទៅឃើញសប្បាយចិត្តតិចក្នុងមួយវគ្គគឺ3ខែហ្នឹងអាចលក់បានហើយនឹងដោយសារការបណ្ដុះបណ្ដាលរបស់អ្នកបច្ចេកទេសនៃការចិញ្ចឹមហ្នឹងបាទគាត់ថារយៈពេល3ខែគឺអាចលក់ជូនសហគមន៍បានជីវភាពគ្រួសារគាត់រាជរដ្ឋាភិបាលគាត់ឧបត្ថម្ភក្នុងគ្រួសារបានន័យថា2លើកប៉ុន្តែទាំងលើកទី1លើកទី2ឥឡូវគិតមកដល់ប្រហែលជារួមក្នុងមួយគ្រួសារគឺទទួលបាន30,000រៀល30,000រៀលក្នុងមួយគ្រួសារប៉ុន្តែបើគ្រួសារហ្នឹងមានថែមបុកសម្រាប់មនុស្សម្នាក់ទៀតយើងបូកថែមបានថា30,000គឺសម្រាប់ក្នុងគិតមួយគ្រួសារប៉ុន្តែថែមមនុស្សម្នាក់ទៀតគិត28,000ទៀតយើងមក30,000បូកនឹង28,000ទៅវា32,800បើមិនថែម2នាក់យើងគុណ28,000គុណទៀតបើគាត់មាន5នាក់យក28,000គុណនឹង5នាក់នេះគឺជាការយកទៅដាក់របស់ប្រមុខរដ្ឋាភិបាលរបស់សម្ដេចមហាធិបតីមុនម្លេះក្នុងការជួយសម្រួលឲ្យបងប្អូនជីវរដ្ឋក្នុងការអាចមានលទ្ធភាពបានន័យថាគាត់មានស្បៀងហើយប៉ុន្តែគាត់ខ្វះថវិកាសម្រាប់ទិញម្ហូបទិញមហាយសម្រាប់ឬក៏គ្រឿងទេសផ្សេងៗបាទនេះចង់បញ្ជាក់ជូនប៉ុន្តែដល់ឡែកសម្រាប់ស្បៀងអាហារគឺយើងអត់ដែលក្នុងនាមអាជ្ញាធរខេត្តជាមួយក្រុមការងារយើងតែងតែតាមដានគាត់ជាប្រចាំមិនឲ្យមានគ្រួសារណាមួយអត់ស្បៀងទទួលទានបាទនេះអត់អង្គទទួលទានតែម្ដងយើងតាមជាប់ជាមួយពួកគាត់បាទនេះចង់បញ្ជាក់ជូនតែគាត់ថាខ្ញុំសំណូមពរទៅដល់បងប្អូនទាំងទីចិត្តទីឆ្ងាយហ្នឹងធ្វើឲ្យពួកគាត់អាសាមកមើលភូមិរងចាំហ្នឹងណាពួកបងប្អូនក្នុងភូមិនេះទាំងអស់ខ្ញុំមើលជាក់ស្ដែងទៅគាត់ពឹងលើភ្ញៀវទេសចរបើសិនជាពួកគាត់មកកាន់តែច្រើនទោះបីតែផ្ទះខ្ញុំលក់អត់ដាច់តែបានបងប្អូនភូមិផ្សេងគាត់លក់អញ្ចឹងណាឲ្យគាត់បានដាច់ដែរបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ផ្ដោតលើភ្ញៀវទេសចរប៉ុន្មានទេព្រោះខ្ញុំមានម៉ូចាស់ស្រាប់អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនក្នុងភូមិហ្នឹងគាត់អាចលក់ដូរបានដែរ
ខ្ញុំអត់មានថាយើងសវត្តយកតែម្នាក់ឯងទេយើងចែករំលែកគ្នា ពេលដែលខ្ញុំជាសឹកពីបឹងតគួនមកអានឹងទុកលំបាកវាមានរួចមកហើយអញ្ចឹងទម្រាំនឹងរដ្ឋាភិបាលគាត់រកទីតាំងឬក៏ទីកន្លែងឲ្យពួកខ្ញុំបានរស់នៅនេះឃើញថាវាមិនទាន់ជាស្រួលបួលតែពួកយើងមានឆន្ទៈនឹងបេះដូងដើម្បីបន្តដំណើរជីវិតទៅទៀតទៅតាមអ្វីដែលការរៀបចំរបស់រដ្ឋាភិបាលណាប៉ុន្តែភាពអស់សង្ឃឹមយើងមិនអស់ទេនៅតែបន្តសង្ឃឹមទៅទៀត ឲ្យគាត់នៅព្យាយាមបន្តទៀត បាទ ព្យាយាមលក់ដូរឲ្យមានអនាម័យឲ្យរៀបចំពីភាពតាក់ទាញឲ្យផ្ទះយើងឲ្យស្អាតអញ្ចឹងទៅដើម្បីឲ្យតាក់ទាញមិននិយាយថាភ្ញៀវតាមខេត្តឬមួយក៏អ្នកនៅដីថាចង់ទៅលេងអីចំនួនភ្ញៀវទេសចរនៅតាមខេត្តផ្សេងៗទៅលេងចារួមគ្នាទាំងអស់គ្នាទៅចង់ឲ្យប្រជាពលរដ្ឋនៅនេះគាត់ងើបឡើងណាគាត់តស៊ូឡើងថា បាទ ខំប្រឹងលក់ដូរហើយខំប្រឹងរៀបចំផ្ទះរៀបមិនកន្លែងលក់ដូរមិនឲ្យមានភាពតាក់ទាញមានអនាម័យទៅឲ្យបងប្អូននៅគាត់ក្រៅប្រទេសឬមួយក៏នៅក្នុងប្រទេសឲ្យគាត់ទៅលេងអញ្ចឹងទៅយើងបានចំណូលទាំងអស់គ្នាចា គ្មាននរណាម្នាក់ឯកោឡើយយើងក្រោកឈររួមគ្នាដើម្បីកម្ពុជាភូមិរងចាំមិនមែនគ្រាន់តែជាទីកន្លែងដែលចារឹកទុកនៅការចងចាំនៃការបាត់បង់ឡើយប៉ុន្តែវាគឺជានិមិត្តរូបនៃមនសិការគំរូនៃភាពធន់និងក្តីសង្ឃឹមដែលបង្ហាញថាមនុស្សអាចក្រោកឈរឡើងវិញបានប្រសិនបើយើងមិនបោះបង់គ្នាពីដំណាំមួយដើមស្នាមញញឹមមួយនិងការចែករំលែកគ្នាទោះបីជាតិចតួចស្ដួយស្ដាងតែមនសិការរបស់អ្នកភូមិរងចាំបានបង្ហាញថាកម្លាំងពិតប្រាកដរបស់ជាតិមិនមែនស្ថិតនៅលើទ្រព្យសម្បត្តិតែប៉ុណ្ណោះទេប៉ុន្តែគឺស្ថិតនៅលើសេចក្តីស្រឡាញ់សាមគ្គីភាពនិងការចេះជួយជ្រោមជ្រែងគ្នាទៅវិញទៅមកប្រៀបបីដូចជាសុភាសិតខ្មែរចាស់ថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់រាជរដ្ឋាភិបាលក៏តែងប្រកាន់ខ្ជាប់នូវគោលនយោបាយច្បាស់លាស់ថាមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយហើយយើងក៏ត្រូវប្រឈមមុខជាមួយនឹងឧបសគ្គរួមគ្នាព្រោះថានៅពេលដែលយើងចាប់កាន់ដៃគ្នាចែករំលែកឱកាសនិងរួមគ្នាបណ្ដុះក្តីសង្ឃឹមនោះក្តីលំបាកទាំងឡាយក៏នឹងប្រែក្លាយទៅជាកម្លាំងហើយក្តីសង្ឃឹមនឹងក្លាយទៅជាអនាគតដ៏ត្រចះត្រចង់សូមឲ្យមនសិការរបស់ភូមិរងចាំក្លាយទៅជាកម្លាំងជំរុញឲ្យយើងទាំងអស់គ្នារួមគ្នាគិតរួមគ្នាធ្វើនិងរួមគ្នាទទួលខុសត្រូវចំពោះសង្គមព្រោះថាការកសាងកម្ពុជាមិនមែនជាភារកិច្ចរបស់នរណាម្នាក់តែឯងនោះទេប៉ុន្តែវាគឺជាបេសកកម្មរួមរបស់ប្រជាជនខ្មែរទាំងមូលពីព្រោះថាគ្មាននរណាម្នាក់ឯកោឡើយយើងទាំងអស់គ្នាអាចក្រោកឈរឡើងវិញយើងទាំងអស់គ្នាអាចបណ្ដុះក្តីសង្ឃឹមហើយយើងទាំងអស់គ្នាក៏នឹងអាចកសាងកម្ពុជាឲ្យកាន់តែរឹងមាំសម្បូររុងរឿងនិងប្រកបទៅដោយមនុស្សធម៌សម្រាប់យុវជនជំនាន់ក្រោយ។